ខ្ញុំបាទឈឹមផាណាជាប្រធានក្រុមការងារចុះជួយសសកស្រុកកំពង់ត្បែកខេត្តព្រៃវែងដោយសម្លឹងឃើញភាពចាំបាច់សម្រាប់អ្នកជំងឺដែលមានតម្រូវការឈាមដើម្បីជួយជនងាយរងគ្រោះត្រូវការឈាមចាំបាច់សង្គ្រោះជីវិតខ្ញុំបាទមានគំនិតផ្ដួចផ្ដើមរៀបចំយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទផ្ដល់ឈាមផ្ដល់ក្តីស្រឡាញ់នៅស្រុកកំពង់ត្បែកខេត្តព្រៃវែងថ្ងៃនេះដើម្បីចូលរួមចំណែកជួយដល់សង្គមលើកកម្ពស់វិស័យសុខាភិបាលក្រុមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីរួមចំណែកជួយសង្គ្រោះជីវិតដោយសារគ្រោះថ្នាក់ផ្សេងសម្រាប់កូនជនងាយរងគ្រោះដែលត្រូវការឈាមជាចាំបាច់ជារៀងរាល់ថ្ងៃយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានបង្ហាញថាអ្នកជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវការឈាមប្រមាណ100កំប្លោកជារៀងរាល់ថ្ងៃដើម្បីព្យាបាលនិងជួយសង្គ្រោះជីវិតជាបន្ទាន់តាមបណ្ដាខេត្តនិងទូទាំងប្រទេសផងដែរលើសពីនេះការផ្ដល់ឈាមនេះក៏ជាឱកាសជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាពិសេសចូលរួមកសាងសហគមន៍មួយប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរសម្រាប់ថ្ងៃនេះអ្នកបរិច្ចាគឈាមមានចំនួនច្រើនដែលបានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនេះគឺជាការចូលរួមសហការជាមួយមជ្ឈមណ្ឌលក្នុងការលើកកម្ពស់បរិច្ចាគឈាមដោយស្ម័គ្រចិត្តខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានមកបរិច្ចាគឈាមយ៉ាងច្រើនកកកនៅថ្ងៃនេះដែលប្រធានបទផ្ដល់ឈាមផ្ដល់សេចក្តីស្រឡាញ់សូមអរគុណ